នេះជារបៀបធ្វើលបមុនដំបូងយើងពុះរស័យមកហើយពុតក្នុងជារង្វង់យើងប្រើក្នុងប្រវែង3ម៉ែត្រហើយរស័យយើងប្រើចំនួន13នៅពេលដែលពុះហើយយើងចងវាបែបនេះមកចងវាឲ្យបានស្អាតអញ្ចឹងមកនៅពេលដែលយើងចងរួចយើងចងរួចបើមានរាងដូចនេះតបមកទៀតនេះរបៀបចងយើងចងវាពាត់វាមកជុំ2ជុំអញ្ចឹងមកហើយនៅខាងចុងនៃត្រៀមយើងលាក់វាដើម្បីកុំឲ្យវារអិលឬកុំឲ្យដើរនៅពេលយើងដំឡើងទៅបានវារឹងតឹងស្អាតបាទតឹងស្អាតហើយកាលណាយើងអត់លាក់ដល់ពេលយើងដំឡើងទៅវាអត់ស្អាតទេវារួមសាច់ចូលគ្នាពីដើរកលាដើរខ្នងអញ្ចឹងយើងលាក់វាចងវាឲ្យស្អាតឲ្យជាប់បែបហ្នឹងមកពេលដែលចងរួចបាទចងបែបហ្នឹងរួចហើយយើងចងរឹតវាទឹកនៅសារខ្ញុំចងដៃម្ខាងរួចហើយយើងកាត់ប្រេះបាទប្រេះនេះយើងប្រើសាច់លេខគេហៅសាច់យ៉ាកាវប្រើសាច់លេខ3កន្លា4ហ៊ុនសាច់លេខ3កន្លា4ហ៊ុនយើងរាប់កន្លាវាទៅចំនួន32កន្លាហើយអាកន្លាជ្រុងហ្នឹងយើងប្រើ2ផ្ទាំងហើយអាកន្លាចតុកោណនេះអាកន្លាត្រីកោណហ្នឹងយើងប្រើ2ផ្ទាំងដែររួចហើយយើងយកវាមកដេរភ្ជាប់គ្នាមកយើងលើកបណ្ដាក់អន្ទឹមគ្នាមកដេរភ្ជាប់គ្នាអញ្ចឹងដេរភ្ជាប់គ្នាយើងដេរចន្លោះគ្នាមកអាកន្លាត្រីកោណមកផ្ទាំងមកកន្លាចតុកោណមកផ្ទាំងហើយមកផ្ទាំងទៀតដូចគ្នាភ្ជាប់ចតុកោណមកផ្ទាំងត្រីកោណផ្ទាំងមកអញ្ចឹងយើងបានដេររួចយើងយកមកចងប្រេះបាទប្រេះនេះយើងបានប្រេះមួយគឺប្រេះសម្រាប់ឬក៏ប្រេះខាងក្រោយហ្នឹងបាទយើងយកវាមកចងដាក់ក្នុងបែបហ្នឹងមកបានប្រេះមួយហើយអញ្ចឹងយើងប្រឹងដាក់ប្រេះមួយសិនប្រេះខាងមុខយើងអត់ទាន់ដាក់យើងដាក់ប្រេះខាងក្រោយប្រេះសម្រាប់ខាងក្រោយអញ្ចឹងយើងបានប្រេះមួយហើយបាទនៅពេលបានប្រេះហើយយើងកាត់សាច់យកមកពីសពីលើបាទសាច់ដែលយើងប្រើនេះបាទគឺសាច់លេខ4បាទសាច់លេខ4កន្លា4ហ៊ុនដែរបាទផ្នែកសាច់ប្រេះយើងប្រើសាច់លេខ3កន្លា3ហ៊ុនអានេះគេហៅសាច់យ៉ាកាបាទយើងកាត់បែបហ្នឹងឲ្យត្រង់មកត្រង់រហូតឲ្យដល់ចុងបញ្ចប់នៃសាច់មកហើយសាច់ដែលយើងប្រើនេះគឺកន្លាដែលយើងប្រើក្បាលវាចំនួនបាទយើងរាប់ក្បាលចំនួន100នេះក្បាលស្រួយនេះបាទក្បាលស្រួយនេះយើងរាប់វាមក100ក្បាល100ក្បាលរួចហើយយើងយកវាមកដេរវាមកហើយមួយទៀតអាក្បាលសាច់បណ្ដោយហ្នឹងយើងរាប់ចំនួន130កន្លាមកហ្នឹងគឺត្រូវមកចងទៅដេរមកគឺស្អាតតែម្ដងអញ្ចឹងពេលដែលយើងចាប់ដើមដេររួចបែបនេះបាទដេររួចគឺស្អាតបាទរួចយើងដំឡើងមកទាញវាតឹងមកពីសវាលើមកគឺស្អាតបែបហ្នឹងតឹងល្អបាទអត់ពិបាកគឺឬក៏ដើរទេអត់តឹងស្អាតតែម្ដងបាទគឺហើយយើងបានដំឡើងរួចយើងបានបែបនេះពេលដំឡើងរួចហើយគឺយើងបានបែបនេះហើយបាទយើងចងប្រេះវាខាងក្នុងឲ្យជាប់មកតង់មកចងវាជាប់ប្រេះខាងក្នុងយើងចងវាបែបនេះមកចងមកស្អាតអញ្ចឹងបាទជាប់តឹងកន្លាទាំងសាច់មកគឺស្អាតអញ្ចឹងរៀងអញ្ចឹងហ្នឹងគឺបានប្រេះខាងក្នុងមួយបាទប្រេះខាងក្នុងមួយបាទគឺបានរៀងអញ្ចឹងឯងស្អាតតឹងល្អក្រោយមកទៀតបាទយើងបានប្រេះខាងក្នុងមួយហើយពីសបែករួចហើយបាទហើយគឺរៀងបែបនេះបាទរៀងបែបនេះណាតមកទៀតគឺយើងដេរវាបិទក្តិតខាងក្រោយបាទយើងដាក់សាច់មកបិទក្តិតវាខាងក្រោយយើងពីសវាក្រោយមកដេរភ្ជាប់វាម្ដងដេរវាភ្ជាប់មកអញ្ចឹងមកយើងទុកបន្លោះខាងក្រោមហ្នឹងបន្លោះហ្នឹងគឺសម្រាប់លាក់ត្រីឬក៏បញ្ចេញត្រីនៅពេលដែលយើងទៅលើកវាដេរវាមកយើងដាក់បន្លោះវាប៉ុណ្ណឹងបន្លោះហ្នឹងគឺសម្រាប់ចងបិទបើក
ចង់បិទបើកសម្រាប់ដាក់ឲ្យត្រីចេញបាទរួចហើយយើងបានចិត្តបែបនេះបាទពេលនេះយើងដេរប្រេះខាងមុខម្ដងបាទប្រេះខាងមុខបាទប្រេះខាងមុខយើងដេរបែបនេះមកបាទដេរភ្ជាប់វាមកពេលដេររួចបាទយើងចងដេរបត់ធម្មតាដេរភ្ជាប់ធម្មតាបាទប្រេះខាងមុខហើយយើងចងតឹងទាញតឹងទៅមានសភាពបែបនេះបាទប្រេះខាងមុខយើងដាក់ប្រហោងវាធំប្រឡោះវាធំបាទមុខប្រហែលជាមួយទឹកបាទមុខវាហើយខាងប្រឡោះខាងមុខយើងកាត់កាឡាវាឲ្យស្មើអញ្ចឹងមកកាឡាមកទាញវាតឹងបាទប៉ុន្តែប្រេះក្រោយយើងអត់កាត់កាឡាវាយើងដាក់រៀងវាស្រួចតែម្ដងប៉ុន្តែប្រេះមុខយើងដាក់ស្រួចប៉ុន្តែយើងកាត់វាមកកាឡាមកវារៀងទាលអញ្ចឹងបាទរៀងអញ្ចឹងមករៀងប្រឡោះធំអញ្ចឹងដើម្បីឲ្យត្រីងាយចូលដល់ពេលប្រេះសម្លាប់ចូលហើយអត់ចេញវិញទេបាទអញ្ចឹងរួចរាល់ហើយបាទយើងដាក់ប្រេះខាងមុខហើយប្រេះខាងក្រោយហើយបាទយើងអបវាត្រង់ប្រេះសម្លាប់អបវាពីក្រោយយើងគ្រាន់តែយើងអបមិនដាក់រណបទេយើងយកខ្សែមកចងវាបែបហ្នឹងមករួចហើយយើងចងសន្ទះបិទខាងក្រោយមកបាទប្រឡោះត្រីនេះយើងប្រឡោះត្រីបើកបិទយើងចងវាឲ្យជិតមករួចហើយយើងចងខ្សែបាទខ្សែពីលើសម្រាប់ដាក់បាទចងតាមមាត់ព្រែកមាត់បឹងឬក៏មាត់ស្ទឹងដែលមានទឹកហូរអញ្ចឹងយើងយកទៅដាក់ចងបណ្ដែតអែបមែកឈើទៅតាមស្ទឹងតាមបឹងទៅរួចហើយជាការស្រេចបាទប៉ុណ្ណឹងគឺបានរួចរាល់លប